ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើប្រេងដូងត្រជាក់ចាធ្វើយ៉ាងណាឲ្យវាថ្លាល្អចាដូចក្នុងវីដេអូនេះអញ្ចឹងគឺប្រេងដូងដែលនាងខ្ញុំធ្វើឲ្យហ្នឹងគឺថ្លាល្អខ្លាំងមែនតើថ្លាឡើងដូចកញ្ចក់ហើយជាពិសេសអត់មានក្លិនជូរផ្អូមអីទេគឺក្លិនឈ្ងុយដូងតែម្ដងឈ្ងុយប្រហើរស្រទន់អត់ឈួរខ្លាំងទៀតចាហើយចំពោះវត្ថុធាតុដើមរបស់យើងគឺមានដូងទុំរបស់យើងនឹងឯងគឺជាដូងទុំដែលល្អគឺជាដូងទុំដែលជាពិសេសគឺជាដូងស្រែគឺយើងធ្វើចេញខ្ទិះល្អណាចាហើយតិចនិចនៃការធ្វើក៏ដូចជារបៀបនៃការបរហូតក៏បងប្អូនអាចមើលតាមវីដេអូនេះបានគឺមានតិចនិចតិចតួចដែរបើសិនជាបងប្អូនមានតិចនិចវាអាចនឹងកពុកឬក៏ពិបាកយកអញ្ចឹងណាចាអញ្ចឹងបើសិនជាបងប្អូនចង់ច្បាស់អាចតាមដានវីដេអូនេះតាំងពីដើមដល់ចប់បានហើយពេលដែលតាមដានកុំភ្លេចជួយ follow page ក៏ដូចជា share វីដេអូម្នាក់មួយផងណាចាជាដំបូងហ្នឹងគឺយើងត្រូវជ្រើសរើសដូងទុំល្អចាដូចក្នុងវីដេអូនេះនាងខ្ញុំបង្ហាញគឺមានដូងទុំដែលវាទុំល្អហើយក៏មានដូងខ្លះរៀងស្ទើរគឺខ្ញុំអត់យកទេបើសម្បកវានៅពណ៌ខៀវយើងអត់អាចយកមកធ្វើប្រេងបានទេវាធ្វើទៅវាអត់ចេញទេបងប្អូនចាគឺយើងយកតែដូងទុំឯងចានេះគឺនៅស្រុកកំណើតរបស់ខ្ញុំបានប្រមូលទិញដូងពីអ្នកភូមិខ្ញុំគាត់យកមកលក់ឲ្យខ្ញុំមកផ្ទះចឹងគាត់មាន2ឡូ3ឡូមាន10ផ្លែអីចឹងគាត់យកមកលក់ខ្ញុំប្រមូលទិញទាំងអស់ចាគឺបានជើងនេះគឺបានរហូតដល់ជិត100ផ្លែចាគឺបានច្រើនបើគិតជាបាវបាន5បាវជាងចាហើយខ្ញុំពីអ្នកប្តីប្រពន្ធខ្ញុំហ្នឹងគឺចាប់ដើមស្រក់ចូលបាវហើយចាហើយអ្នកថតនឹងថតគឺរហូតគឺកូនស្រីជួយថតឲ្យចាហើយកូនជួយថតឲ្យភ្លេចយកជើងកាមេរ៉ាទៅចានេះគឺដូងនៅស្រុកហ្មងចាហើយដូងអញ្ចឹងបងប្អូនធ្វើចេញល្អខ្លាំងមែនតើហើយបងប្អូនទុកនេះដល់ដោះប្លុកដូចនេះក្នុងវីដេអូនេះក៏កាន់តែល្អទៀតខ្ទិះលង្ខាប់ហ្មងហើយសក្បោះហើយឈ្ងុយហ្មងដូងណាចាបងគាត់ថាយើងទិញអញ្ចឹងពេលយើងធ្វើលក្ខណៈគ្រួសារអញ្ចឹងគឺយើងហត់បន្តិចបងប្អូនចាគឺនឿយក្នុងការសក្នុងការកោសក្នុងការពូតយកខ្ទិះតែម្ដងគឺយើងប្រើដោយដៃយើងទាំងអស់អញ្ចឹងហើយយើងប្រើកម្លាំងហត់បន្តិចចាប៉ុន្តែយើងបានមកវិញនៅគុណភាពល្អចានេះប៉ារបស់ខ្ញុំចាគាត់ដើរទៅរើសដូងថែមជ្រុះ2ផ្លែនៅក្រោមដើមមេឃនេះនិយាយពីខ្មៅអាងឹតហ្មងចង់រកភ្លៀងណាចាឥឡូវភ្លៀងប្រហើយចាភ្លៀងខ្លាំងមែនតើនៅស្រុកតិចភ្លៀងទេចាចេះសំណាងប្រមូលដូងបានហើយអស់ច្រកបាវចូលហើយអស់ភ្លៀងមកប្រហើយចាអញ្ចឹងចាំតែរៀងភ្លៀងតិចបាននាងខ្ញុំនាំគ្នាឡើងមកពេញវិញចាហើយអ្វីដែលនេះក៏យើងស្នោះនឹកផ្ទះដែរជាពិសេសរៀងកំសត់ដែរប៉ាគាត់នៅផ្ទះតែឯងចាដោយសារម៉ាក់គាត់រវល់មើលចៅទៅពេញទៅចឹងទៅប៉ាគាត់នៅផ្ទះម្នាក់ឯងដែរណាត់គាត់ដែរតែមួយទឹកឬក៏ពីទឹកឆ្លៀតទៅលេងគាត់ម្ដងហើយក៏ឆ្លៀតយកដូងមកវិញចានេះគឺម្ដងបំពេញវិញចង់និយាយថាស្ទះផ្លូវខ្លាំងមែនតើងំបានម្ដងបំពេញយប់ជ្រៅចាមិនយប់ជ្រៅទេប្រហែលជាម៉ោង7 8យប់ដែរចាចេញមកម៉ោង4ជាងចាហើយក៏នាំគ្នារើដូងទុកទៅហើយអានេះស្អែកឡើងខ្ញុំចាប់ដើមសក់វាចាពេលសក់ទៅវាដុសប្លុកចឹងទាំងអស់ហ្មងគឺល្អខ្លាំងមែនតើដូងនេះយើងលាទូចប៉ុន្តែសាច់វាគឺក្រាស់ល្អខ្លាំងមែនតើចាមានប្លុកតិចចឹងណាក៏វាធ្វើប្រេងចេញល្អខ្លាំងដែរទូចតែខ្លឹមចាទូចតែសាច់ច្រើនចាគឺសាច់ក្រាស់ល្អមែនតើណាបងប្អូនចាហើយនេះប្តីរបស់ខ្ញុំគាត់សក់ហើយគាត់ពុះចាឥឡូវគាត់ចាប់ដើមពុះហើយពេលដែលពុះហើយក្នុងមួយថ្ងៃខ្ញុំធ្វើពីអ្នកប្តីខ្ញុំហ្នឹងធ្វើដូងហ្នឹងគឺអត់សូវបានច្រើនទេដោយសារពួកខ្ញុំធ្វើការដែរព្រឹកឡើងចេញល្ងាចឡើងចូលអញ្ចឹងហើយមានបងគាត់ក៏មកដូចជាកន្លះលីត្រឬក៏1លីត្រឬក៏1ដប2ដបអីគឺនាងខ្ញុំចាប់ដើមធ្វើរហូតហ្មងរៀងរាល់ល្ងាចក្នុងមួយថ្ងៃអាចធ្វើបានតែ1លីត្រអីទេច្រើនបំផុតចាហើយក៏ហត់ដែរចាពុះហើយគឺយកមកកោសម៉ាស៊ីនបែបនេះម៉ាស៊ីននាងខ្ញុំទិញមកយ៉ាងដូចពិបាកកោសដែរអញ្ចឹង
លន់ស្លេងខ្លាំងតិចដែរអញ្ចឹងណាអញ្ចឹងអស់ហ៊ានកោសយូរខ្លាចរំខានអ្នកចិត្តខាងអញ្ចឹងណាអញ្ចឹងធ្វើបន្តិចបន្តិចចឹងហើយពេលដែលកោសហើយគឺត្រូវយកសាច់ដូងហ្នឹងមកត្រាំជាមួយទឹកក្តៅអ៊ុនៗលាយជាមួយទឹកត្រជាក់ចាចំនួនបរិមាណទឹកនេះគឺជាចំណុចសំខាន់ដែរត្រាំជាមួយទឹកត្រជាក់2លីត្រទឹកក្តៅកន្លះលីត្រឬក៏1លីត្រដែរចាបញ្ជាក់សាច់ដូងពេលនេះគឺខ្ញុំធ្វើបរិមាណចំនួន2គីឡូសាច់ដូងដែលយើងកោសហើយហ្នឹងគឺលាយទឹកត្រជាក់2លីត្រទឹកក្តៅកន្លះលីត្រឬក៏ជិត1លីត្រមកល្មមឲ្យខ្ទិះដូងរបស់យើងហ្នឹងវាក្តៅអ៊ុនៗចាំយើងពូតវាឲ្យស្អាតទៅហើយតមកច្រោះឲ្យស្អាតយើងច្រកចូលថង់ចាតមកទុកវាចោល24ម៉ោងវាស្មើនឹងមួយយប់មួយថ្ងៃទៅវាកចេញជាប្រេងបែបនេះចាគឺឃើញថាប្រេងដូងរបស់យើងគឺថ្លាល្អខ្លាំងមែនតែនទោះយើងមិនទាន់បានច្រោះក៏ដោយហើយចំពោះការបង្ហូរគឺយើងប្រើបំពង់ដែកតយោបែបនេះចាបើបងប្អូនប្រើតយោជ័រក៏បានដែរតែរកតយោជ័រណាយើងរឹងអញ្ចឹងទៅងាយស្រួលក្នុងការដោតបង្ហូរយកប្រេងវាអត់ជ្រាបប្រេងអត់អីចឹងណាចាហើយអានេះគឺខ្ញុំប្រើបំពង់ដែកទេគឺងាយស្រួលចាក្នុងការបង្ហូរយើងចាក់ទម្លុះថង់ទៅគឺវាអត់ងាយហៀបតេបតាទេចាយើងឃើញថាប្រេងយើងគឺថ្លាល្អខ្លាំងមែនតើដោយសារយើងលាយបរិមាណទឹកដូចនាងខ្ញុំរៀបរាប់នេះជាបទពិសោធន៍ផ្ទាល់របស់នាងខ្ញុំតែងតែធ្វើមកវាចូល4ឆ្នាំ5ឆ្នាំឡើយហើយអញ្ចឹងឃើញថាធ្វើបែបហ្នឹងគឺទទួលបានផលល្អជាពិសេសប្រេងដូងរបស់យើងគឺថ្លាដូចកញ្ចក់ហើយវាមានក្លិនឈ្ងុយល្មមហ្មងវាអត់ឈ្ងុយអត់អីហើយក៏អត់មានក្លិនជូរដែរមានបងប្អូនខ្លះគាត់ធ្វើហើយគាត់សួរថាបងខ្ញុំធ្វើហើយមានក្លិនជូរផ្អូមតើប្រើបានអត់អាហ្នឹងដោយសារពេលខ្លះគាត់ទុកច្រើនថ្ងៃពេកឬក៏គាត់ច្រោះអត់បានល្អឬក៏គាត់លាយទឹកតិចពេកអីចឹងវាអាចធ្វើឲ្យដូងមានក្លិនជូរផ្អូមចាអានេះគឺខ្ញុំច្រោះហើយគឺរត់តែថ្លាឆ្វង់ហ្មងសឹងថាមើលអត់ចង់ឃើញចានេះគឺប្រេងដូងត្រជាក់ដែលខ្ញុំធ្វើហើយចាហើយសម្រាប់បងប្អូនដែលគាត់មានពេលគាត់អាចធ្វើបាននៅក្នុងវីដេអូខ្ញុំមុននៅក្នុង page ច្រើនណាខ្ញុំមានធ្វើបង្ហាញពីការធ្វើប្រេងដូងលម្អិតហ្មងតែសារនេះក៏ខ្ញុំលម្អិតតែខ្ញុំនិយាយលម្អិតច្រើនជាងបង្ហាញវីដេអូចាអញ្ចឹងបងប្អូនដែលចង់ចេះធ្វើតើតែស្ដាប់នាងខ្ញុំនិយាយតាំងពីដើមដល់ចប់ទើបអាចយល់អញ្ចឹងណាអាហ្នឹងបើសិនបងប្អូនចង់ព្យាយាមចេះធ្វើខ្លួនឯងតែបើសិនជាបងប្អូនអត់មានពេលច្រើនក្នុងការធ្វើទេបងប្អូនអាចឲ្យនាងខ្ញុំធ្វើជូនក៏បានដែរខ្ញុំធានាជូនថាធ្វើថ្មីហើយស្រស់សុទ្ធ100%ជូនហ្មងហើយជាពិសេសមានដូងស្រែខ្ញុំប្រាប់ថាមានដូងស្រែបើសិនជាដូងស្រែអស់ខ្ញុំប្រាប់ថាដូងខ្ញុំយកមកពីផ្សារអញ្ចឹងទៅគឺនិយាយត្រង់អញ្ចឹងហ្មងបងប្អូនចាដូចអានេះគឺថ្លាឆ្វង់មែនតើខ្ញុំចាក់ចូលដបនេះគឺចំណុះកន្លះលីត្រស្មើនឹង500 ml អញ្ចឹងបងប្អូនចង់បានអាចកំងបានចាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណសូមជម្រាបលាបាយបាយចាំជួបគ្នាវីដេអូក្រោយទៀត